Hello សួស្តីcoder ទាំងអស់គ្នាចឹងនៅក្នុងថ្ងៃនេះខ្ញុំបង្ហាញតទៅជាមួយនឹងការរៀនទៅលើ C++ ប៉ុន្តែជា basic ទេចឹងដោយសារតែគ្នាយើងអាចនឹងពិបាកតទៅជាមួយនឹងការតែយើងត្រូវរក IDE មួយណាយកមកទៅ C ចឹងគ្នាយើងអាចមានច្រើនទីមួយ C++ យើងអាចយក deal មកទៅ C ក៏បានដែរ deal នឹងមកគ្នាយើងចង់ឲ្យវារៀងមើលទៅ look good យើងអាចយកជាមួយនឹង Visual Code ចឹងនៅក្នុង Visual Code ដើម្បីយើងអាចធ្វើការ run ទៅលើ C++ បានគឺយើងត្រូវតម្លើង extension វាឬមកក៏យើងត្រូវការតម្លើងជាមួយនឹង software ជំនួយដើម្បីអាចធ្វើការ run C++ បានចឹងឧទាហរណ៍ជាក់ស្ដែងនៅក្នុងនេះគឺខ្ញុំធ្វើការ run ទៅលើ C++ នេះ C++ នេះគាត់នេះជាឧទាហរណ៍ run test ដូចគ្នាយើងឃើញពីដំបូងអញ្ចឹងដល់ពេលដែលយើងអត់មាន extension ឬមកក៏យើងអត់មានជាមួយនឹងនេះគឺយើងអត់អាច run បានចឹងតោះយើងចូលទៅក្នុងការតម្លើងទាំងអស់គ្នាចុះវាតម្លើងហើយយើងចូល Google អូខេចូលក្នុង Google ហើយយើង search VS Code យើងត្រូវការធ្វើ IDE ជាមួយនឹង VS Code នេះ VS Code អញ្ចឹងហើយយើងចុចតម្លើងអា VS Code ហ្នឹងមកអញ្ចឹងនៅក្នុងនេះយើង download for Windows អញ្ចឹងដោយសារខ្ញុំ download ហើយខ្ញុំអត់ download ទេអញ្ចឹងគ្នាយើងចុច download for Windows បន្តមកមួយទៀតគឺយើង download ជាមួយនឹង WinLib អញ្ចឹងយើងប្រើជាមួយនឹង WinLib ដើម្បីជាការជំនួយទៅលើការសរសេរ អូខេអញ្ចឹងនេះ WinLib អញ្ចឹងដល់ពេលយើងប្រើ WinLib នេះគឺយើង auto chrome ទៅនេះគឺយើង download មួយនេះ WinLib 64នេះ download ជាមួយនឹងចឹងដល់ពេលที่យើង download ជាមួយនឹងបានហើយដល់ពេលដែលយើង download ជាមួយនឹងបានហើយចឹងខ្ញុំពុំ download ចឹងខ្ញុំត្រូវការ down ទេซึ่งខ្ញុំ down ហើយជាងខ្លាំងយូរចឹងគឺយើងអត់ down ទេ down វាតាមមកទេនេះវានឹងបានជា folder បែបនេះវានឹងបានជា folder បែបនេះចឹងយើងត្រូវការ extract វាទេនេះ extract វាទេ extract វាអូខេចឹងយើងយកទៅចឹងខ្ញុំចាំអូខេអញ្ចឹងមួយទៀតបើសិនជាយើង download ពី Google មកវានឹងចូលមកក្នុង download ទេទៅអត់អញ្ចឹងយើងអាច extract ពី download ហ្នឹងទៅបានដែរឧទាហរណ៍ឥឡូវខ្ញុំ extract វាហើយលើវាយើង extract អត់ទៅ extract អានេះចំពោះគ្នាយើងដែលវាអត់មានយើងអាចបានយកទៅដាក់ក្នុង desktop យកដាក់ក្នុង download ជា default យើង download ពី Google មកវាចូលក្នុង download អញ្ចឹងចាំវាមក play ទៅអូខេអញ្ចឹងបន្ទាប់ពីយើងបាន extract ហើយនេះយើងបាន folder មួយនេះមែនទេគឺយើងចូលក្នុង folder មួយហ្នឹងទៅតាមទីគ្នាយើង copy folder មួយនេះ Ctrl C មកហើយយើងយកទៅដាក់ក្នុង drive C យក path វាយើងចូល drive C មកចាំវាមក play អូខេអញ្ចឹងបន្ទាប់ពីយើងបាន extract ហើយនេះយើងបាន folder មួយឈ្មោះថា min64 អញ្ចឹងយើងត្រូវទៅធ្វើមួយទៀតព្រោះយើងបាន min64 ហ្នឹងអញ្ចឹងគឺយើងចូលទៅកាន់ min64 ហ្នឹងមកយកពីថា bin បន្តមកទៀតគឺយើង copy កន្លែង path ខាងលើនេះ copy path ខាងលើហ្នឹងមកជួយ Ctrl C path ខាងលើហ្នឹងបន្តមកទៀតគឺយើងចូលទៅកន្លែង search bar ហើយវាយពាក្យថា edit system environment នេះមួយនេះ edit the system environment variable តទៅគឺយើងចូលកន្លែងហ្នឹងហើយនេះគឺយើងចូលមកការ environment variable តមកទៀតគឺយើងចូលទៅកាន់ path ហើយយកពាក្យថា edit ចឹងនៅក្នុងនេះគឺយើងគ្រាន់តែ pass ចូលនេះយើងចុច new តមកទៀតគឺយើង pass ចូលមកតណាចឹងគឺយើងគ្រាន់តែចុច new ហើយ pass នេះ min64 នឹងចូលមកបន្តទៅគឺចុច OK ទៅបានចឹងតើតោះក្នុងការដាក់ចូលសឹងជាប៉ុណ្ណឹងឥឡូវយើង back ទៅមើលទៅក្នុងយើង back ទៅមើល
ví dụ code bây giờ chẳng ví dụ code biến tự thể chứ nó không ví dụ code bây giờ có việc tồn tại này à về điện tự thể nó cứ lấy trên số này chứ nó không biết cái dân tự cả extension môi trường này là mấy ran cho mọi người xịt trước khi dân cho một cái extension thì đúng không khi dân chỉ lại setting vô bị tha extension chứ nó không extension khi dân tự lang môi trường này c/c plus plus okay just waiting internet slow thì khi dân per c plus c plus plusตารางមួយនឹងមកនេះយើង c/c++ តารางនឹងមួយទៅគ្នាយើងតតងជាមួយនឹង c/c++ extension page តารางនឹងមួយទៀតហើយមួយ extension នេះគឺ code runner នេះគឺយើងតาราง code runner មួយទៀតមកចឹងគ្នាយើងតารางបាន3ហ្នឹងអូខេចឹងដល់ពេលគ្នាតารางបាន3ហ្នឹងវាអូខេប៉ុន្តែគ្នាយើងអត់ចង់ run នៅក្នុង output ទេយើងចង់ run នៅក្នុង terminal ជាធម្មតា code នៅពេលដែលវា run វានឹងចូលក្នុង output នេះចឹងយើងអត់ចង់ឲ្យវាចូលក្នុង output ហ្នឹងឯងយើងចូលមកក្នុង terminal តែយើងត្រូវធ្វើបែបណាដើម្បីចូលក្នុង terminal តោះហើយមានប្រហែលទេចូលទៅកាន់ setting តោះទៅកន្លែងនេះគ្នាយើងវាយវាថា terminal នេះ terminal wait ខាងយើងវាយវាថា run ទៅអត់ទៅខលនេះយើងអូខេចឹងយើងចុចវាថា run ហ្នឹងមកហើយអូទៅខលមកគ្នាយើងអូទៅខលទៅរកពី code workspace user ជាងគ្នាយើងចុច run ហើយយើងច្រើនខាងក្រោមនេះ user នេះយក extension មកយក extension តោះទីគ្នាយើង auto call ទៅរកមកពីថា run ទៅខាងក្រោមអូ wait លើវិញនេះនេះរកមកពីថា run នេះនេះចឹងយើងកន្លែងនេះវាដកથઈចេះចឹងយើងចុច take ទៅ code runner in terminal ចឹងដល់ពេលដែលយើង run វា run នៅក្នុង terminal អូខេហើយបន្តមកទៀតគឺយើងចុចកន្លែង run មកដូចគ្នាប៉ុន្តែគ្នាយើងចូលមកដំបូងវាចូល command នឹងជួយចឹងកន្លែង auto save នេះគ្នាយើងចង់ឲ្យ save ដោយ automatic គ្នាយើងដាក់ after delete ចឹងដាក់ after delete ទៅយើង save ដោយ automatic ចឹងយើងទៅការសាកតេស្តទៅលើ run ទៅលើ code របៀបបង្កើត file ឥឡូវខ្ញុំទៅបង្កើត file មួយទៀតចឹងគ្នាយើងបង្កើត folder មួយទៅអូខេតែឥឡូវខ្ញុំទៅបង្កើត folder មួយចឹងខ្ញុំបង្កើត folder មួយទុកនៅក្នុងកន្លែងណាមួយដល់ឥឡូវខ្ញុំទុកនៅក្នុងកន្លែងនេះវិញទុកក្នុងកន្លែងរបស់ខ្ញុំនេះទុកណាទុកទៅស្អីទៅគ្នាចឹងនេះ folder ខ្ញុំបង្កើត folder មួយ learning អីចឹងទៅចឹងតែ folder មួយហ្នឹងខ្ញុំអាចទៅមិនដើម្បីយក folder មួយហ្នឹងយកមកដាក់ក្នុងនេះបានចុច color file យកវាថា open folder ចឹងដល់ពេលយើងចុច open folder វាទៅយើងទៅយកទៅរកមើលកន្លែងណាវាយើងទុក folder មួយឥឡូវយើងបើក folder មួយនេះចូលចុច open នេះចូលកន្លែងនឹងមកនេះយើងនឹងឃើញមាន folder មួយហ្នឹងនេះ folder learning យើងចឹងក្នុង folder learning ហ្នឹងខ្ញុំត្រូវការបង្កើត file នេះចុចកន្លែងហ្នឹង new file ដាក់ថាឥឡូវ hello.cpp ចឹងយើងត្រូវចាំថា cpp របស់យើង extension របស់វាគឺ cpp ចឹងយើងបង្កើតមក
test.cpp maybe put the running okay ចឹងយើងបាន hello.cpp ចឹងទៅពេលយើងបាន hello.cpp ចឹងយើងធ្វើការ syntax ចឹង syntax ចាំវីដេអូក្រោយខ្ញុំនឹងបញ្ចូលរៀនទៅនឹង syntax ហ្នឹងឲ្យវាបានលម្អិតចឹងចឹងយើងមកប៉ុណ្្នឹងហើយយើងទៅការ run ទៅលើ code ហ្នឹងមកចាំដល់ទៅវាថាចុច right click ទៅលើកន្លែងស្លាប់មកយកវាថា run code ចឹងយើងបើក terminal ឯងគឺនឹង slow បន្តិចគ្នាចឹងវាទៅការ run ហើយនេះ like hello ចឹងទៅវានឹងមកលទ្ធផលឲ្យយើងមើលអូខេវាទៅការ load ពីថា hello មកអញ្ចឹងមានថាការ run របស់យើងការតឡើងរបស់យើងគឺបានជោគជ័យអញ្ចឹងហើយយើងកុំភ្លេចធ្វើតាមវីដេអូហ្នឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញទៅជាមួយនឹងនេះ extension syntax របស់វាឲ្យបានខ្វះក្បាយជាងនេះដោយសារតែឥឡូវយើងវីដេអូនេះយើងគាត់តែបង្ហាញទៅជាមួយនឹងការតឡើង IDE ក្នុងការប្រើទៅលើ Visual Code រៀន for app ណាអញ្ចឹងជួបគ្នានៅវីដេអូបាយបាយ